3ចំណុចដែលបងត្រូវដឹងអំពីចង្ក្រានហ្គាសជប៉ុនអូតូបិទសុវត្ថិភាពចំពោះ3ចំណុចដែលខ្ញុំលើកយកមកបង្ហាញនេះគឺជាចំណុចការពារសំខាន់តាក់ទងជាមួយនឹងចង្ក្រានជប៉ុនរបស់យើងបាទបងប្អូនជាច្រើនដែលទិញចង្ក្រានជប៉ុនទៅហើយអត់ដឹងពីរបៀបនៃការថែទាំចង្ក្រានរបស់យើងទេអញ្ចឹងឥឡូវនេះខ្ញុំចែក3 tips សម្រាប់បងប្រើចង្ក្រានជប៉ុនហ្នឹងយើងបានប្រើបានកាន់តែយូរបាទអញ្ចឹងតាក់ទងជាមួយនឹងចំណុចទី1គឺតាក់ទងជាមួយនឹងកឡែតបងណាបាទកឡែតគឺវាមានច្រើនប្រភេទមែនទែនអញ្ចឹងសំណាញ់ការពារដែលអ្នកលក់ភាគច្រើនគាត់ដាក់ទៅហ្នឹងគឺវាមានរុនប្រហោងទូចៗសម្រាប់បញ្ចេញខ្យល់បាទអញ្ចឹងគេអត់ដាក់បិទចិត្តទាំងអស់ទេអញ្ចឹងសម្រាប់សំណាញ់ការពារហ្នឹងបើសិនជាកលែនធំគឺចូលអត់បានទេបាទតែដល់ឡែកប្រភេទកលែនទុយល្អិតហ្នឹងអាហ្នឹងគឺវាចូលទៅបានហើយសំខាន់ប្រភេទកលែនទុយហ្នឹងគឺវាបង្កហានិភ័យសម្រាប់ចង្ក្រានបាយរបស់យើងតែម្ដងបាទចង្ក្រានជប៉ុនរបស់យើងតែម្ដងអញ្ចឹងបើសិនជាបងប្រើទៅអត់មានការពារជាមួយនឹងកលែនហ្នឹងទេបាទវាធ្វើឲ្យបញ្ហាប្រព័ន្ធអាចមានបញ្ហាលឿនឬក៏អាចធ្វើឲ្យចង្ក្រានរបស់យើងគឺឆាប់ពុកបាទវាកន្លែងហ្នឹងគឺវាធ្វើឲ្យបញ្ហាទាំងអស់នឹងកើតឡើងឆាប់រហ័សតែម្ដងបាទហើយចំណុចទី2បាទចំណុចទី2គឺតាក់ទងជាមួយនឹងក្បាលភ្លើងបាទចង្ក្រានរបស់យើងគឺវាមានក្បាលភ្លើង2នៅខាងលើហ្នឹងបើសិនជាបងប្រើទៅរហូតតែម្ដងអត់មានការសម្អាតកន្លែងក្បាលភ្លើងហ្នឹងទេបាទអញ្ចឹងវានឹងធ្វើឲ្យឆាប់ពុកជាមួយនឹងក្បាលចង្ក្រានរបស់យើងតែម្ដងបាទទូទៅចង្ក្រានជប៉ុនភាគច្រើនគឺអ្នកប្រើគឺចេះតែប្រើតែម្ដងបាទសម្រាប់ការថែទាំការសម្អាតគឺភាគច្រើនកម្រមានអ្នកដឹងណាស់បាទអញ្ចឹងបើសិនជាបងមើលឃើញវីដេអូនេះអាច share មួយបានដើម្បីចែករំលែកចំណេះដឹងដល់បងជាច្រើនទៀតដែលគាត់អត់ធ្លាប់ប្រើចង្ក្រានជប៉ុនពីមុនមកឬក៏គាត់កំពុងតែប្រើចង្ក្រានជប៉ុនប៉ុន្តែអត់ដឹង tip នៃការថែទាំ tip ទី3អញ្ចឹងបើសិនជា3គឺសំខាន់ទៅលើកន្លែងថ្មបងណាបាទពាក់ព័ន្ធជាមួយនឹងចង្ក្រានជប៉ុនគឺវាមានថ្ម2កូនសម្រាប់បញ្ជាទៅលើប្រព័ន្ធអូតូបិទសុវត្ថិភាពបាទប្រព័ន្ធអូតូបិទសុវត្ថិភាពហើយនិងប្រព័ន្ធផ្សេងទៀតនៅក្នុងចង្ក្រានហ្នឹងអញ្ចឹងបើសិនជាថ្មហ្នឹងវាមានបញ្ហាគឺដំណើរការចង្ក្រានទាំងមូលគឺអត់ដំណើរការទេបងណាបាទអញ្ចឹងបើសិនជាការថែទាំកន្លែងថ្មហ្នឹងបងត្រូវពិនិត្យ2សប្តាហ៍បាទទៅ1ខែម្ដងអញ្ចឹងណាបងឧទាហរណ៍ថាបងប្រើទៅវាអូតូបិទហើយបងអត់ចុចបិទវាទេបាទអញ្ចឹងថ្មហ្នឹងគឺវាធ្លាក់គុណភាពវាទៅជាចេញទឹកបងណាបាទអញ្ចឹងបានយើងតម្រូវឲ្យយើងពិនិត្យមើលកន្លែងថ្មហ្នឹងជាប្រចាំបាទចន្លោះពីសប្តាហ៍ទៅ1ខែម្ដងបាទយើងដកមើលទៅបើសិនជាអត់មានទឹកហៀអីទេយើងដាក់ប្រើវិញធម្មតាតែបើសិនជាមានទឹកហៀបងដកថ្មហ្នឹងចេញចោលទៅបាទហើយយើងដាក់ថ្មផ្សេងចូលវិញអញ្ចឹងណាអញ្ចឹងបើសិនជាបងមានចង្អុលអីបន្ថែមចង់សាកសួរព័ត៌មានលម្អិតទាក់ទងជាមួយនឹង tip ផ្សេងជាមួយនឹងចង្ក្រានជប៉ុនហ្នឹងអាចតំណងសាកសួរបន្ថែមបានហើយបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងវីដេអូមួយនេះកុំភ្លេច follow page ដើម្បីទទួលបានជាមួយនឹងព័ត៌មានផ្សេងបាទអរគុណច្រើន